ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាសកម្មភាពការងារប្រចាំថ្ងៃរបស់ខ្ញុំបាទថ្ងៃនេះដែរគឺរោងចក្ររបស់ខ្ញុំហ្នឹងគឺមានខាងក្រុមហ៊ុនដែលគេកំងហ្នឹងគឺគេកំងផ្លាស្ទិកជាប្រភេទរាងគ្រើមដូច្នេះហើយតម្រូវឲ្យរោងចក្ររបស់ខ្ញុំហ្នឹងដូរដុំសកត់ផ្លាស្ទិកហ្នឹងពីប្រភេទរលោងហ្នឹងទៅជាប្រភេទរាងគ្រើមវិញហើយនេះជាវីដេអូរបស់ខ្ញុំហើយនឹងបងនៅកន្លែងធ្វើការហ្នឹងហើយនឹងជនជាតិក្រេដែលខ្ញុំធ្វើការជាមួយហ្នឹងកំពុងតែដោះដូរវាដោយបានឃើញក្នុងវីដេអូហ្នឹងអញ្ចឹងដុំស្កតផ្លាស្ទិកហ្នឹងគឺវាមានធ្ងន់ខ្លាំងមែនតើបើសិនជាយើងដោះយើងមិនប្រយ័ត្នវាទេគឺយើងអាចនឹងមានគ្រោះថ្នាក់ដៃបែកដៃឬក៏ដាច់ដៃអញ្ចឹងទៅគឺយើងដោះដោយប្រយ័ត្នប្រយែងខ្លាំងមែនតើហើយក៏យើងអត់អាចធ្វើម្នាក់ឯងបានដែរតោះតែយើងមានគ្នា3នាក់ទៅ4នាក់ទើបអាចដោះវាបានហើយដល់ពេលយើងដោះរួចរាល់ហើយក៏យើងអត់អាចលើកវាបានដែរតោះតែយើងប្រើឡានស្ទូចហ្នឹងស្ទូចលើកវាទើបអាចដោះវាចេញបានដោយសារតែដុំសកលផ្លាស្ទិកហ្នឹងវាមានទម្ងន់ធ្ងន់ខ្លាំងមែនតើហើយនេះគឺជាសកម្មភាពដែលដូររួចរាល់បាទហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរបាទសូមអរគុណ